មសន្តិបណ្ឌិតនេតសាវឿនឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី12ខែមីនាឆ្នាំ2025នេះបានអញ្ជើញជាអធិបតីភាពដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024និងលើកទិសដៅការងារឆ្នាំ2025របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទីស្តីការក្រសួងមហាផ្ទៃថ្លែងក្នុងឱកាសនោះឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនបានលើកឡើងថាបញ្ហាគ្រឿងញៀនបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយមិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយរបស់បណ្ដាប្រទេសទាំងអស់នៅលើសកលលោកដែលស្របជាមួយបញ្ហាអសន្តិសុខសកលដែលកំពុងកើតឡើងផងនោះក្រុមអក្រិតជនទុច្ចរិតបានឆ្លៀតឱកាសបង្កើនសកម្មភាពនិងឧបាយកលរបស់ខ្លួនក្នុងការផលិតចែកចាយជួញដូរនិងចរាចរណ៍ជាពិសេសនៅតំបន់ត្រីកោណមាសនិងអត្តចន្ទមាសឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាដើម្បីឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះរាជរដ្ឋាភិបាលកម្ពុជាតែងតែឈលលើគោលការណ៍ដ៏រឹងមាំមុតស្រួចមួយក្នុងការកំណត់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាទិសដៅអាទិភាពចម្បងបំផុតនិងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រនិងវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីឆ្លើយតបទាន់ពេលនៅរាល់បញ្ហានិងការថែរក្សាសង្គមកម្ពុជាជាសង្គមស្អាតស្អំដែលគ្រឿងញៀនលែងជាឧបសគ្គដល់កិច្ចអភិវឌ្ឍជាតិជាក់ស្ដែងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលវិធានការគន្លឹះទាំង5និងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជាពិសេសការសម្រេចបន្តដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី10ដែលនឹងត្រូវប្រកាសផ្សព្វផ្សាយនារសៀលនេះសុទ្ធតែជាសក្ខីភាពដ៏ប្រឆាំងមួយអំពីគោលនយោបាយមុតស្រួចប្រឆាំងនឹងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលបន្ថែមពីលើនេះទៀតជាមួយចក្ខុវិស័យវែងឆ្ងាយនិងការដោះស្រាយមុតស្រួចចំបញ្ហាសម្ដេចមហាធិបតីហ៊ុនម៉ាណែតបានដាក់ចេញនៅយុទ្ធសាស្ត្រដ៏មានសក្តិសិទ្ធិភាពមួយគឺគោលការណ៍សម្អាតចកចេញពីផ្ទៃបឹងក្នុងការចាត់វិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងឡាយណាដែលមានការជាប់ពាក់ព័ន្ធនិងប្រើប្រាស់គ្រឿងញៀនគឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានលើកលែងក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អភាពស្អាតស្អំនិងភាពគំរូនៃការអនុវត្តច្បាប់បើយោងតាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាកម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការនៃគ្រឿងញៀនសកលជាពិសេសពីតំបន់ត្រីកោណមាសលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបង្ហាញថាបទល្មើសគ្រឿងញៀនពុំមានការថមថយនោះទេបើធៀបនឹងឆ្នាំ2023ជាក់ស្ដែងនៅឆ្នាំ2024ចំនួនករណីគ្រឿងញៀនដែលបង្ក្រាបបានកើនឡើង 31.84% និងគ្រឿងញៀនចាប់យកកើន 399% ក្នុងនោះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន 10,630 ករណីកើនឡើង 2,567 ករណីស្មើនឹង 31.84% បើប្រៀបធៀបនឹងឆ្នាំ2023ខត់ខ្លួនជនសង្ស័យចំនួន 27,071 នាក់កើន 35.53% គ្រឿងញៀនចាប់យក14តោន909គីឡូក្រាមកើនឡើង11តោន920គីឡូក្រាមស្មើនឹង 398.82% កើន4ដងបើធៀបនឹងឆ្នាំ2023ដោយឡែកសារធាតុគីមីផ្សំរឹបអូសបានចំនួន354គីឡូក្រាមថយចុះ1តោន115គីឡូក្រាមថយចុះ 66% បើធៀបនឹងឆ្នាំ2023សូមជម្រាបថាក្នុងចំណោមគ្រឿងញៀនដែលបានចាប់យកខាងលើនេះជាប្រភេទមេតាំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងអ៊ីកស្តាស៊ីមានប្រភពពីតំបន់ត្រីកោណមាស កូកាអ៊ីនមានប្រភពពីអាមេរិកខាងត្បូងនិងអាមេរិកកណ្ដាលហើយកេតាមីននិងអ៊ីកស្តាស៊ីមួយចំនួនមានប្រភពពីតំបន់អឺរ៉ុប